ជាបឋមសូមក្រាបថ្វាយគុំចំពោះគុណចាស់គ្រប់អង្គមកសូមគោរពជម្រាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ទាំងក្នុងក៏ដូចជាក្រៅប្រទេសដែលតែងតែគាំទ្រវីដេអូ channel របស់ខ្ញុំបាទភ្នំពាន់ 5 TV ជាទីនឹករលឹកនិងជាទីរាប់អានហើយជម្រាបសួរឪបាទឪអធិស្ឋានឪឈ្មោះអីដែរឪអៀងលឹមបាទឆ្នាំនេះបញ្ជូនប៉ុន្មានឪ71ហើយអូ7174ចង់ថយពី3ឆ្នាំរឿងដូចឪដើរព្រៃដើរអីច្រើនអញ្ចឹងគេមានដូចថាខ្ញុំឮគេនិយាយណាឪថាព្រៃខ្លះគេចងព្រៃខ្លះគេអីមិនឪហ្នឹងមិនដែរពីអ្នកជំនឿព្រហ្មញ្ញសាសនាអីណាមិនតែគេចងវិញមែនឪប៉ុន្តែគេចងមួយទៀតគេចងថារឿងសัตว์ចងសัตว์មិនអោយវាដើរអីនោះបាបកម្មអានោះគេអ្នកចេះណាអញ្ចឹងឪឬសូវថាទេខ្ញុំមានដែរតែឪអត់ដែរទេណាអត់ដែរវិញដែរខ្ញុំទេអ្នកខ្លះគេថាដើរចំកន្លែងព្រៃគេចងរកផ្លូវមកវិញអត់ឃើញអីមិនណាឪតាមប្រដូគ្មានទេណាស្មារតីវាយើងដើរវាអត់ចាំតម្រាយចាំអីយើងទេបាទខ្ញុំទៅកាត់តម្រាយអត់ចោលទេអត់ចោលណាកាត់មកកាប់យើងកាច់ហើយយើងដើរទៅណាដឹងហើយដើរទៅនឹងទៅបកវិញដឹងតម្រាយយើងកូឡារ៉ាម៉ាឌីកាប្រសិទ្ធភាពពូកែស័ក្តិសិទ្ធិប្រេងកូឡារ៉ាម៉ាឌីកាព្យាបាលរោគរមាស់កន្ទួលរោលបន្ទាវក្រអែទឹកស៊ីជើងនិងប្រេះកែងជើងមានប្រេងកូឡារ៉ាម៉ាឌីកានៅក្នុងផ្ទះប្រៀបបាននឹងមានគ្រូពេទ្យបឋមមួយនៅក្នុងផ្ទះអញ្ចឹងដែរប្រេងកូឡារ៉ាម៉ាឌីកាចាំបាច់ត្រូវមានក្នុងក្រុមគ្រួសារទំនាក់ទំនងទិញតាមលេខទូរស័ព្ទ012 98 1125 015 98 1125និង088 898 1125មិនខានយើងដើរមានតម្រាយទេបាទអត់តម្រាយវិញណាអត់តម្រាយវិញណាហ្នឹងហើយតួអ្នកខ្លាំងបកែក៏ដល់ក៏រកផ្លូវមកវិញអត់ឃើញឃើញស្លាក់លៀងឡើងអ៊ូអាប់អាងឹតជឹងបាទវាពងវាយងឹងតិចផងតាមវិញងឹងហ่ะបាទដល់ក្បាលផ្ទុយទៅណាលេខណាកើតទេបាទប៉ុន្តែខ្ញុំមានវិធីមួយបើយើងមានដើមឈើចេះបាទស្ទាបខាងណាក្តៅណាចិត្តដល់ខាងលេខកើតអញ្ចឹងហើយមើលវត្តទៀតវត្តមិនដែលពាត់ពីលេចឡើងទេវត្តឡើងយ៉ាងមកវត្តរកកើតទីវត្តហ្នឹងវិធីដែលយើងអាចការពារពេលវែងរកផ្លូវខ្លាំងអីយើងមានយើងអតីតវិស័យមើលវត្តដូចត្រីវិស័យយ៉ាងណាដឹងលេចទៅកើតហ្នឹងហើយវត្តវាពាត់ពីលេចទៅឡើងទៅកើតចឹងដឹងលេចកើតអញ្ចឹងអាវត្តនោះវាមិនវិញវត្តអីក៏ដោយវាដុះមិនវិញយើងមើលមិនអាវត្តអីក៏ដោយតែដុះឡើងដើមឈើចាប់វត្តពីលេចឡើងទៅកើតដែរពីលេចទៅកើតហ្នឹងហើយអូដូចថាដើមឈើអញ្ចឹងវារុំណាំមើលដល់មកបើវាមកអញ្ចឹងនឹងខាងនេះលេចហ្នឹងហើយបើខាងនេះនឹងកើតហើយប៉ុន្តែវាកំណត់របស់វានឹងពាត់ពីលេចទៅកើតពាត់ឡើងចឹងអត់ដែលប្រច្រាស់ពីកើតមកលេចច្រាស់នេះអូនឯងដើរក្នុងព្រៃទាំង100ទាំង100ណាអត់មានណាធ្វើជាកើតភាកច្រើនចឹងទេបងបាទអញ្ចឹងយើងអាចពេលដែលវិញយើងអាចមើលតាមវត្តតាមហើយមួយទៀតឲ្យថាស្ទាបអីគេដើមឈើស្ទាបមើលបើថ្ងៃដែរទេណាបើខាងលិចក្តៅនឹងដឹងអាលិចអញ្ចឹងពីកើតមកអត់តាន់ក្តៅលោប៉ះភ្លៀងអីទៅដឹងក្តៅត្រជាក់មិននោះវាអត់ដឹងអានេះមើលវល់វិញមើលវល់វិញណាមើលវល់អូអញ្ចឹងវាមាន2វិធីតែពេលដែលវែងរលិចរកើតមិនឃើញអញ្ចឹងថាមាន2វិធីណាពុកម៉ែបងប្អូនទី1អាចស្ទាបដើមឈើខាងក្តៅខាងកើតអីលិចខាងលិចខាងលិចគឺក្តៅខាងលិចក្តៅខ្លាំងហើយព្រោះវាត្រង់ជ្រីនោះក្តៅបាទដោយសារតែថ្ងៃពេលព្រលឹមឡើងរះមកហ្នឹងគឺអត់ក្តៅទេក្តៅពីម៉ោង1មកចុះមកនេះវិញទៅអញ្ចឹងបានន័យថាក្តៅគឺខាងលិចបើអត់ក្តៅទេខាងកើតហើយបើសិនជាមេឃភ្លៀងខ្លាំងយើងមើលវល់វិញហ្នឹងហើយនេះខ្ញុំពាត់ពីលិចឡើងទៅកើតដែរបាទអូនឯងឡើងភ្នំមកដល់ឃើញវត្តតាភាកច្រើនទៅជាងហ្មងបាទអត់ខុសទេវត្តនេះល្អឪនឹងបានចែកបទពិសោធន៍នេះសិតតែជើងចាស់ហើយបើគាត់ធ្លាប់នឹងការចូលព្រៃហើយបាទគាត់ដឹងពេលខ្លះទៅបងប្អូនយើងគាត់ក្មេងៗជំនាន់ក្រោយដូចខ្ញុំអីវិញទៅវិញសួមវិញឪវិញអត់បាទទៅប្រេះប្រោះតែឯងអីហ្នឹងចូលវិញបាត់ហើយដល់ពេលរកអីឃើញអញ្ចឹងបងប្អូនអាចសាកល្បងតាមវិធីលោកឪបានអ្នកដែលវិញព្រៃអាចមើលវត្តនិងស្ទាបដើមឈើបាទហើយដើម្បីការពារកុំឲ្យវិញមួយទៀតឪថាកាប់តម្រាយហ្នឹងហើយមុននឹងចូលទៅនោះគឺចោលអសោះកុំឲ្យចោលអសោះរឿងតម្រាយអាហ្នឹងហើយជាផ្លូវរបស់យើងកាលណាតែអត់មានតម្រាយទេដើមឈើក្នុងព្រៃមើលទៅអត់ដឹងវានឹងក្លេកទៅណាក៏ព្រៃជុំវិញខ្លួនចាប់ដើមដល់ឡើងងឹលមុខបាទងឹលមុខណាឪចាប់ដើមទៅប្រេះប្រោះឲ្យណាំវិញទៅចេះណាទៅចេះឪចេះហៅ
តាមវិញនៅតែរឹងតែទៅយើងប្រាប់មកនេះតាមយើងទេខ្ញុំដើមមានពួកម៉ាយើងដែរថា បាទ រឹងរយម៉ាថាណែមកនេះមកដំណាក់យើងនេះគេទៅរត់ទៅយើងក្រោយចិត្តមកចោលដំណាក់ទៅដំណាក់ដល់យប់ងាយបានជួបវាមក អូ រកអត់ឃើញ បាទ នេះវាទៅចេះ Ừ. ទៅវាហឹងតិចហើយ បាទគេថាចុះឲ្យគេថាដើរប៉ះវ៉មវិញវិញមិនយ៉ាងណាវ៉មមានអោមែនទេ វ៉ៃនេះ គេថាដើរប៉ះដូចថាអ្នកខ្លះដើរក៏ដើរពេលដែលវិញហ្នឹងក៏ដើរប៉ះវ៉មវិញមានទេមានវ៉មវិញទេ អត់ដឹងវ៉មវិញអត់ដែរជួបតែ គេថាមាន ពីដើមមកដែរលឺស្គាល់វ៉មវិញវ៉អីទេ អញ្ចឹង អត់ដែរ អាចគេចេះតែថាអញ្ចឹងណាអូហ្នឹងបើថាស៊ូអូនេះមកស៊ូអស់ចម្ងល់មានក្នុងចិត្តប្រហែលហ្នឹងធ្លាប់ដើរស៊ូបងប្អូនហ្នឹងគឺមកស៊ូអូអស់ ដល់សាមញ្ញហ្មងអត់មានស្អីអីទេដឹងខ្លួនឯងដើរយើងហ្មងអត់មានមានចេះនេះចេះនោះអត់ទេ បាទ ទៅប៉ុន្តែបានសុខរបស់ខ្ញុំហ្មង បាទចេះតែសុខសប្បាយរហូត សុខ ណា បាយរហូតអត់មានបញ្ហាទេ ហើយភាគច្រើនទៅព្រៃរដងទៅគ្នាមកអ្នកដែរ ទៅមុនជួន2នាក់ជួន3នាក់ អញ្ចឹងដែលទៅម្នាក់ឯងនេះអូ អ្នកឯងដើរថាបានមកចិត្តដែរទេទៅ បើទៅព្រៃជ្រៅយើងអត់អាចទៅតែឯងបាន តែអត់បានទេវាខ្លាចយើងឈឺស្កាត់វាលុបអី ឈឺស្កាត់យប់លុបឬក៏កើតខ្យល់កើតអីចឹងណា ហើយវាខ្លាចចឹងទេ ឬក៏មានសត្វខាំឬក៏អីចឹងទៅវាបញ្ហាតែឯងអត់អ្នកដឹងណាអូ បាទ បាទ ឈឺស្កាត់យប់លុបអត់ណាដឹងទេប៉ុន្តែក្មេងនោះគេអត់មានវិគេមានត្រីវិស័យរបស់គេដើរគេមានវិ គេមាន GPS មានអីគេទំនើប កន្លែងណាស្លុកកន្លែងណាអី ប៉ុន្តែមួយចំនួនឪអត់មានទេណាអូ អត់មានទេ បាទ ដើរព្រាវទេ ដើរព្រាវអាងតម្រាយអាងការចំណាំអាងជ្រោយហ្នឹងអូថាអាងជ្រោយថាទៅដឹងថាជ្រោយហ្នឹង ជ្រួយទៅនេះទៅនោះ បាទ បុកនេះធ្លានេះនេះធ្លានោះ អញ្ចឹងបើភ្នំខ្មោចភ្នំតពភ្នំតាមខាងនេះអីដើរអស់ណា នេះដើរអស់ពេញប៉ោះណោតពេញប៉ោះអីនេះដើរ ចំណោតពេញប៉ោះ នឹងទៅពណ៌ ហ្នឹងមិនគេដាក់ចំណោតពេញប៉ោះទេអូឈ្មោះអី ទេ មិន តាមមើលទៅមនុស្សដាក់ទៀតតគ្នាហ្មង អញ្ចឹង តាមមើល ចំណោតហ្នឹង ចំណោតមែន ចោតមែនមក ចោតមែនប៉ុន្តែគេហៅតគ្នា ហើយហ្នឹងផ្លូវតាំងពីចំនួនណាមក ផ្លូវតាមមើលតាំងពីដើមមកដែរផ្លូវឯងយើងផ្លូវតម្រៃផ្លូវអីដើមមកហ្នឹង បាទបាទ ទៅមកឈូសមកក្រោយយកឈើយកអីទេ អូ ដើមមកផ្លូវតម្រៃទេ ផ្លូវតម្រៃណាអូ ផ្លូវឯងតម្រៃគេដើរចុះមកយើងហ្នឹងមកណា អូវាឆ្លងកាត់ពីភ្នំនេះមកភ្នំខ្មោច ខ្នងមួយទៅខ្នងមួយតាមពូមកណាហើយយើងតែធ្វើផ្លូវក៏ធ្វើតាមពួកយើងដែរតាមផ្លូវវាដែរ អញ្ចឹងធ្វើផ្លូវធ្វើអីគេធ្វើតាមផ្លូវតម្រៃ តាមតម្រៃដើរដែរ ហ្នឹងហើយ អត់នឹងវាដើមគោអញ្ចឹងដែរដូចគ្នាដែរ នេះអូ ហ្នឹងហើយ មានតម្រៃដែរ វាដើមតម្រៃបើអត់លឺនៅតម្រៃមកដល់ហើយបាទពីគុំពីសម័យមុននេះណា បាទបាទ ហ្នឹងហើយសម័យមកដូចគ្នា តឥឡូវនេះវាដោយសារតែមនុស្សច្រើនបាទអញ្ចឹងគេមិនមកក្បែរយើងទេវាធំក្លិនធំអី គុំក្លិនយ៉ាងវាវាលផងមក បាទ មកអាចជើងក្នុងស៊ីកំឡុងស៊ីនោះទៅមកខាង ហ្នឹងហើយនេះបទពិសោធន៍លោកឪចែកម្លែកនេះល្អណាស់មានពេលដែលវែងអាចធ្វើមិនបានអញ្ចឹងណាឪដូចដើរព្រៃអញ្ចឹងដែរជួបសត្វជួបអីណា ជួបដែរ ដូចមកទៅឲ្យគេថាព្រៃតាមយើងនេះពូធំណា បើព្រៃយើងអត់ទេបើព្រៃធំមានជួបដែរ តាមលើភ្នំណា យើងជួបសត្វម្លែកដូចវាខ្លាឃ្មុំអីចឹងណា អញ្ចឹង ហ្នឹងហើយខ្លាឃ្មុំនិយាយរួមមកឃើញយើងបានរត់ដល់ខ្លាចតែវាមានកូនទេ អញ្ចឹង មានកូនការពារកូនវាដេញយើងថយមកហើយ អាហ្នឹងពេល ទៅហើយ វាមានកូនដូចថាវាការពារកូនមានវាកាចណា យើងកាចហើយរត់ហើយ ធម្មតាសត្វដែលមានកូនពីច្រើនគឺកាចថាខ្លាឃ្មុំទៅបីតែមន់យើងកូនទំតម្លាក់ពីសបុកមកណាបងប្អូនតែហ៊ានទៅចិត្តច្រាស់យើងដូចអីយើងគោនេះមួយតែចិត្តដេញជុល បាទ ចឹងខ្លាឃ្មុំសត្វព្រៃមែនតែវាដូចគ្នា ដូចគ្នា អូមានជួបសត្វអីផ្សេងក្រៅពីខ្លាឃ្មុំណា សត្វខ្លាយើងប៉ុន្តែយើងដេកខែប្រាំងកំដេកកន្លែងច្រាបហើយក៏ព្រះគីឡូកំដេកអសោះ អញ្ចឹងអើ នឹងក៏ដេកវាដើរយប់ឡើងដេកអត់លុយ អញ្ចឹង គឺមករកផឹកទឹករកអីពេញរកអរ៉ាពេញអីនោះ ជួយថាច្រាបលោ ក្រាបលងហ្នឹងវាធ្វើរបៀបដូចជាប្រពន្ធមកតាមមកអីចឹងណា អញ្ចឹងអើ យើងធ្វើព្រៀនបាញ់សัตว์អីចឹងហើយដល់ប្រពន្ធស្រែកហៅមកប៉ុន្តែពុតខ្លាទេ ខ្លាទេណា តែមកខ្លាខាប់ម្ល៉េះ តមកចាស់តែជាចុះមកខ្លាផាំ ណាច្រាបលងរបៀបចឹង អូ
ឡើងវាធ្វើដូចថាអ្នកមកស្គាល់មកអីចឹងណាអូ ហ្នឹងហើយប៉ុនមកតាមចឹងហៅទៅ បាទបាទ ហើយយើងអត់នឹងយើងបត់ចឹង អញ្ចឹងឪដែរធ្លាប់ស្វាទោសទៅព្រៃចឹងដែរជួបខ្លាដែរ ជួប តែអត់ធ្វើបាបអីណាឪ ខ្លះវាចង់ឲ្យជួបមនុស្សលោកទេ អញ្ចឹង ប៉ុន្តែវាហេងសយវាលាត់វាខំជាងយើងដែរហ្នឹង អញ្ចឹងតែពេលឪជួបនោះអត់មានធ្វើអីទេឪ អត់ធ្វើអីទេវាទៅប្រោះទៅបាត់លឿនណាស់គាត់នេះ លឿនឪ ហ្នឹងហើយ ប្រិចបណ្ដោយឪ ទឹកបាត់ហើយក្រាបលូនទៅបាត់ហើយ Pringgola Ramadika ព្យាបាលជំងឺចុកចម្លងស្មាឈឺក្បាលជង្គង់ឈឺកជើងរមួលក្រពើនិងក្តាមកាច់ដៃ Pringgola Ramadika ចាំបាច់ត្រូវមានក្នុងក្រុមគ្រួសារទំនាក់ទំនងទិញតាមលេខទូរស័ព្ទ012 98 1125 015 98 1125 និង088 898 1125 ចឹងអរគុណច្រើនណាស់ឪហ្នឹងហើយបើបានជួយហ្នឹងហើយអរគុណម្ដងហើយម្ដងទៀតដែលបានជួយប្រាប់បងប្អូនយើងចឹងជាចុងក្រោយខ្ញុំបាទក្នុងប៉ុនបាន TV មានអីទៀតទេបាទសូមលំអរកាយគោរពជំរាបលាហ្នឹងហើយជួបគ្នានៅវីដេអូថ្មីបន្តទៀតអរគុណច្រើនណាស់បាទ